ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅកំណត់ពន្លឺនៅក្នុងទូរស័ព្ទដៃ iPhone ពេលខ្លះបងប្អូនលេង Facebook ឬមួយក៏មើល YouTube អីបើសិនជាបងប្អូននៅកន្លែងមានពន្លឺខ្លាំងគឺពន្លឺហ្នឹងគឺវានឹងឡើងឬមួយក៏ថយចុះទៅតាមនឹងឬមួយក៏បងប្អូននៅកន្លែងងងឹតគឺវានឹងថយឬមួយក៏ឡើងតាមនឹងអញ្ចឹងបងប្អូនអត់ចង់ឲ្យវាឡើងចុះទៅតាមនឹងទេអញ្ចឹងបងប្អូនអាចចូលទៅកំណត់បានអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅអនុវត្តទាំងអស់គ្នាអញ្ចឹងដំបូងឡើយយើងចូលនៅក្នុង setting មកតមកទៀតយើងចូលនៅក្នុង accessibility តមកទៀតនេះយើងឃើញមានពាក្យថា display text size យើងចុចទៅលើ display text size មកហើយយើងធ្វើការអស់ចុះក្រោមនេះនៅត្រង់កន្លែង auto brightness នេះអញ្ចឹងគឺយើងធ្វើការបិទពន្លឺនៅកន្លែងហ្នឹងមកតមកទៀតនៅខាងលើនេះ reduce white point កន្លែងនេះគឺជាភាគរយដែលយើងចង់កំណត់ឲ្យពន្លឺរបស់យើងហ្នឹងគឺវាចេញតិចឬមួយក៏ភ្លឺខ្លាំងអីអញ្ចឹងយើងអាចធ្វើការកំណត់ទៅតាមហ្នឹងមកអញ្ចឹងបងប្អូនកំណត់ទៅតាមជាក់ស្ដែងទៅដែលបងប្អូនចង់ដាក់ទៅឧទាហរណ៍ថាឥឡូវខ្ញុំយក44អញ្ចឹងពន្លឺរបស់យើងគឺវានឹងនៅត្រឹមប៉ុណ្្នឹងរហូតគឺវាមានឡើងចុះទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នេះឯងអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចុច follow ឬមួយក៏ subscribe ទៅនៅ YouTube របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ